Hello សួស្តីបងប្អូនទាំងអស់គ្នានេះនៅដៃសមុទ្រដូចនៅកំពតយើងអញ្ចឹងបងប្អូននៅនេភៀបងប្អូនខាងនេះវិញជាផាតមិនគេថ្លៃបងប្អូនហើយផាតមិនគេនៅជាប់មាត់សមុទ្រចេះមានកន្លែងកំសាន្តចេះមានផែទុកមានអីហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងរៀងថ្លៃហើយតិចចូលខែតិចអីតើបងប្អូននៅញូហ្សេឡង់ចូលខែ5ជាងចូលខែ6ហើយចូលខែតិចហើយខែ7វិញគឺពេញធ្លាក់ snow ហ្មងបងប្អូនតែនៅកន្លែងខ្ញុំអត់ធ្លាក់ snow ទៅយើងជិះឡានប្រហែលខ្ទង់1ម៉ោង2ម៉ោងទៅលើភ្នំហ្វាកផាផាបងប្អូនបានវា snow ដូចជាមួយឆ្នាំខ្ញុំតែងតែលេងនៅភ្នំតកោហ្នឹងអញ្ចឹងបងប្អូនដាក់មួកចេះហើយបានទប់ត្រជាក់កើតមួយខ្យល់វាត្រជាក់ហើយសមុទ្រទៀតដើរលើស្ពានឆ្លងបងប្អូនមើលសត្វនេះខ្មែរហៅកុកហ្នឹងហើយខាងនោះសត្វតែខ្យងសមុទ្រគេហ្នឹងខ្ចៅខ្យងហ្នឹងបានបុកថៃកុកកងខ្ញុំមកចុចចលក់មកអូឆ្ងាញ់ណាស់ហ្នឹងហើយបងប្អូននេះតោពាក់មួកអញ្ចឹងមិនទៅជាតែបានកក់ក្ដៅហើយដើរមានតែគ្នា2 3នាក់បងប្អូនថ្ងៃច័ន្ទចេះហើយផ្លូវគេស្អាតណាហើយកន្លែងខ្ញុំដើរនេះគឺគេអត់ឲ្យមានសត្វឆ្កែសត្វអីជិះកង់ជិះម៉ូតូអត់ត្រៃអត់ទេអូគេកាត់ដើមឈើនេះមើលទៅដូចទៅពេលឲ្យវាងាប់គេកាត់ចេញបងប្អូននេះគេកាត់ចេញ clear ឲ្យស្អាតផ្លូវកន្លែងចុកនេះគេសម្បូរកន្លែងឲ្យជាជនគេហាត់ប្រាណដើរលំហែអញ្ចឹងណា free បងប្អូន free សំបីតែកន្លែងសัตว์ចឹងណាមានសួនមួយសម្រាប់ដឹកឆ្កែដើរលេងតែសួនដឹកឆ្កែដើរលេងអីមនុស្សដើរលេងដែរពេកណាវាស្អាតអូចាំងបានយកវ៉ែនតាមករួមខ្ញុំស្រឡាញ់ខែត្រជាក់នៅក្នុងប្រទេសញូហ្សេឡង់ណាព្រោះអីអូត្រជាក់ស្រួលណាក្តៅជាក់ក៏ជាក់ភ្លៀងទៀតនៅនេះមួយថ្ងៃអាចដូរទៅ4អាកាសធាតុក្នុងពេលតែមួយបងប្អូនព្រោះមើលយន្តហោះគេហោះស្អាតទេសភាពញាក់អញ្ចឹងណាបងប្អូនកន្លែងហ្នឹងយន្តហោះនៅពលាននៅនៃភៀបងប្អូនមើលភ្នំគេមានកូនភ្នំទូចមកតំណាក់មួយជាន់គេនោះកង្ហារធំខ្ញុំប្រាប់ហ្នឹងស្អាតណានេះកន្លែងម្ដុំពលានហ្នឹងបងប្អូនមើលខាងនោះសុទ្ធតែកងានខ្មៅបងប្អូនមកកណោមកមិនទៀណាបងប្អូនកងានខ្មៅអាកវែងវាផ្ដុំគ្នានៅហ្នឹងស៊ីចំណៃបងប្អូនសបោខ្ចងសបោខ្ចៅនៅហ្នឹងនេះយន្តហោះកន្លែងគេពលានហោះនៅហ្នឹងដល់ក៏អូច្រើនណាស់បងប្អូនដល់ផ្លូវកាត់នេះយើងចុះតាមនេះទៅបើដើរវងវាឆ្ងាយតាមផ្លូវកាត់ទៅវាស្រួលកម្លាំងយើងបន្តិចកុំឲ្យអស់កាឡូរីច្រើនពេកខ្លាចស្គមស្អាតទេបងប្អូននេះយកមកល្អពេកបងប្អូនហើយអត់យកម៉ៃមកបើយកម៉ៃមកស្រួលអីបាទបងប្អូននេះទេសភាពហើយខាងនេះសមុទ្រទៅបងប្អូនអញ្ចឹងទឹកហូរមកពីសមុទ្រឃើញវាហូរចូលដែរហូរចូលទៅដល់មិញដើរចិត្តទៅជុំហីអូយលំអស់ផ្លូវខ្លាំងកំពុងដុតអត់បានយើងយកជើងត្រៃផតយកអីមកបងខ្ជិលសុកនេះសម្បីយើងថតត្រូវប្រយ័ត្នទៀតបើយើងថតចំគេចំអីយើងត្រូវសួរគេដែរតែបើយល់អស់មិនសួរគេទេគឺកុំថតល្អជាងព្រោះអីសុកនេះគេអាចដឹងយើងបានព្រោះអីយើងថតជាប់មុខគេអញ្ចឹង privacy របស់គេអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like ជួយ subscribe ម្នាក់មួយផងណាបងប្អូនបាយបាយ